vàក្មេងតម្លើង5នាក់ត្រូវបានកម្លាំងនគរបាលសហការគ្នាចាប់ខ្លួនបានហើយបន្ទាប់ពីពួកគាត់បានចូលអុកលុកនិងបង្កហិង្សាកាលពីពេលកន្លងទៅនៅក្នុងមន្ទីរពេទ្យចំណុចភូមិប្រហូតសង្កាត់អូអំបិលក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យការចាប់ខ្លួននេះធ្វើឡើងដោយកងកម្លាំងនាយកដ្ឋាននគរបាលព្រំប្រទានសហការជាមួយនឹងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្ដាលជនសង្ស័យទាំង5នាក់មានស្រី3នាក់ប្រុស2នាក់បាទនឹងសម្ភារៈដកហូតរួមមានរថយន្តម៉ាក GTV សុបិនពាក់ស្លាកលេខ PCD 4972 ពណ៌សសូមរំលឹកថានៅថ្ងៃទី25កក្កដា2026វេលាម៉ោងប្រហែល 17:00 នាទីដែលមានការបង្កឡើងដោយមនុស្សមួយក្រុមមានគ្នាប្រហែល10នាក់បាទជិះរថយន្ត2គ្រឿងបានធ្វើសកម្មភាពព្រួតវាយទៅលើឈ្មោះច័ន្ទស្រីនុចហៅប៉ៃភេទស្រីបាទរស់នៅក្នុងភូមិច័ន្ទគិរីសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតដែលបានមកដេកកំដរប្អូននៅមន្ទីរពេទ្យខាងលើបណ្ដាលឲ្យរងរបួសស្រាលនៅមន្ទីរពេទ្យបង្អែកក្រុងសេរីសុផាន់ស្ថិតនៅក្នុងភូមិប្រហូតសង្កាត់អូអំបិលក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យបច្ចុប្បន្នជនសង្ស័យទាំង5នាក់ខាងលើនាយកដ្ឋាននគរបាលព្រំប្រទានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីបាទ